នៅទីក្រុង Washington ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីអំពីសង្គ្រាមនៅអ៊ុយក្រែនលោក Donald Trump បានគម្រាមឈប់រវីរវល់រឿងនេះតទៅទៀតប្រសិនបើភាគីណាមួយមិនថារុស្ស៊ីឬអ៊ុយក្រែនរឹងទទឹងនឹងធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញចៅហ្វាយសេតវិមានអាមេរិកក៏បានលើកឡើងថារុស្ស៊ីនៅអ៊ុយក្រែនជាមនុស្សអាក្រក់នឹងឆោតល្ងង់ដោយនៅបន្តធ្វើសង្គ្រាមវាយប្រហារគ្នាទៅវិញទៅមកលោក Donald Trump សង្ឃឹមថានឹងអាចដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែនកាន់តែឆាប់និងមិនចង់ឲ្យបញ្ហានេះអស់បន្លាយពេលយូរពីព្រោះលោកមិនចង់ឃើញមនុស្សស្លាប់តទៅទៀតក៏ប៉ុន្តែប្រធានាធិបតីរុកនេះមិនបានបញ្ជាក់ច្បាស់ថាពេលណាមួយឲ្យប្រកាសដោយលើកមុនដែលលោកធ្លាប់បានសន្យាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមតែក្នុងពេល24ម៉ោងប្រសិនបើលោកជាប់ឆ្នោតធ្វើជាប្រធានាធិបតីអាមេរិកការគម្រាមកំហែងរបស់លោក Donald Trump ធ្វើឡើងប៉ុន្មានម៉ោងក្រោយពីការប្រកាសរបស់លោក Marco Rubio ប្រមុខការទូតអាមេរិកនៅទីក្រុងប៉ារីសប្រទេសបារាំងលោក Marco Rubio បានប្រកាសនៅព្រឹកថ្ងៃសុក្រទី8មេសាបន្ទាប់ពីកិច្ចប្រជុំពិភាក្សាអំពីការស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនជាមួយភាគីអឺរ៉ុបនិងអ៊ុយក្រែនប្រមុខការទូតរូបនេះបានលើកឡើងថាអាមេរិកនឹងដកខ្លួនឈប់ធ្វើជាអន្តរការីសម្រុះសម្រួលរឿងសង្គ្រាមនៅអ៊ុយក្រែនប្រសិនបើការស្វែងរកសន្តិភាពរវាងភាគីទាំងពីររុស្ស៊ីនៅអ៊ុយក្រែនមិនអាចទៅរួចពីព្រោះថារដ្ឋាភិបាលទីក្រុង Washington មានកិច្ចការចាំបាច់ផ្សេងទៀតត្រូវដោះស្រាយទោះម្ដេចក្តីក៏រដ្ឋាភិបាលទីក្រុង Washington សង្ឃឹមយ៉ាងមុតមាំថានឹងអាចស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងកសាងសន្តិភាពមួយដ៏រឹងមាំទន្ទឹមនឹងការលើកឡើងរបស់ប្រមុខការទូតនិងចៅហ្វាយសេតវិមានអាមេរិកអនុប្រធានាធិបតីអាមេរិក J.D. Vance ក៏មានសុទិដ្ឋិនិយមចំពោះដំណើរការចរចាស្វែងរកសន្តិភាពនិងកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរនេះដែរលោកបានបង្ហាញសុទិដ្ឋិនិយមនេះពីទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្រម្សិលមិញនៅសប្តាហ៍ខាងមុខអាមេរិកអឺរ៉ុបនិងអ៊ុយក្រែនគ្រោងនឹងបន្តពិភាក្សាគ្នាអំពីការស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននៅទីក្រុងឡុងប្រទេសអង់គ្លេសទស្សនិកជនអ្វីដែលគេមើលឃើញពាក់ព័ន្ធជាមួយនឹងការបន្តអនុវត្តនៅគោលនយោបាយការបរទេសរបស់លោក Donald Trump នៅពេលនេះអ្នកជំនាញមើលឃើញថាវាហាក់បីដូចជាមិនស្របទៅតាមអ្វីដែលលោកបានសន្យានៅអំឡុងយុទ្ធនាការបោះឆ្នោតរបស់លោកខណៈដែលលោកធ្លាប់បាននិយាយអំពីការបញ្ចប់សង្គ្រាមឲ្យបានឆាប់ទាំងនៅអ៊ុយក្រែនក៏ដូចជាកាហ្សាប៉ុន្តែមកដល់ពេលនេះលោកធ្វើមិនទាន់បានហើយលោកបែរជាងាកទៅរកបញ្ហាដ៏ធំមួយទៀតដែលនឹងពិបាកផងដែរគឺព្យាយាមទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដែលកំពុងតែរីករាលដាលកាន់តែធំឡើងនេះរដ្ឋបាលរបស់លោកត្រាំគ្រោងធ្វើកិច្ចចរចាជុំទី2នៅអ៊ីរ៉ង់នៅក្នុងរង្វង់ចុងសប្តាហ៍នេះដែលមនុស្សមួយចំនួនគិតថាអាចកើតឡើងបន្ទាប់ពីមានអរិភាពជាច្រើនឆ្នាំតាំងពីអាណត្តិដំបូងរបស់ប្រធានាធិបតីពីបកសាធារណរដ្ឋជាពេលដែលលោកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ2015ហើយបានដាក់ចេញនៅយុទ្ធនាការសម្ពាធអតិបរមានៃការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបើទោះបីជាគ្មាននរណាម្នាក់ច្រានចោលសក្តានុពលពីការមានវឌ្ឍនភាពក្រោយកិច្ចប្រជុំនៅប្រទេសអូម៉ង់កាលពីចុងសប្តាហ៍មុនដែលភាគីទាំងពីរបានពិពណ៌នាថាមានភាពវិជ្ជមានក៏ដោយក៏អ្នកចរចាកំពុងបន្ទាបការរំពឹងទុកណាមួយពីការបែកបាក់ឬក៏បំបែកនៅភាពតច្រកយ៉ាងឆាប់រហ័សនៅក្នុងចំនួនដែលអស់បន្លាយរាប់ទសវត្សរ៍មកនេះក្រោយមានកិច្ចប្រជុំនៅសេតវិមានជាមួយប្រធានាធិបតីកាលពីថ្ងៃអង្គារប្រភពមួយបានប្រាប់ឲ្យដឹងថាការជជែកពិភាក្សាលើមូលដ្ឋានគ្រឹះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាចកើតមានគឺស្ថិតក្នុងដំណាក់កាលដំបូងណាស់ក្នុងចំណោមជំនួយការរបស់លោកត្រាំប្រភពពីររូបដែលបានដឹងពីទស្សនៈរបស់សេតវិមានបានប្រាប់ថាភាគីទាំងពីរអាចឈានទៅដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នមុនពេលមានកិច្ចព្រមព្រៀងលម្អិតបន្ថែមទៀតការបន្ថែមភាពតានតឹងក្នុងតំបន់នៅជុំវិញកិច្ចប្រឹងប្រែងការទូតគឺជាការគំរាមកំហែងម្ដងហើយម្ដងទៀតរបស់លោកត្រាំដែលថានឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាននោះមានន័យថាលោកត្រាំដែលបានសន្យាក្នុងសន្ទរកថាចូលកាន់តំណែងកាលពីថ្ងៃទី20មករាថាលោកនឹងក្លាយទៅជាអ្នកបង្កើតសន្តិភាពអាចជំរុញឲ្យអាមេរិកចូលទៅក្នុងចំនួនថ្មីនៅមជ្ឈមបូព៌ាតែលោកត្រាំបាននិយាយកាលពីថ្ងៃប្រហ័សថាលោកមិនប្រញាប់ប្រញាល់វាយប្រហារអ៊ីរ៉ង់ទេដោយទទូចថាការចរចាគឺជាជំរើសដំបូងអ្នកដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិកលោក Steve Witkoff ដែលជាមិត្តរបស់លោកត្រាំនិងជាអ្នកវិនិយោគអចលនទ្រព្យ
ដែលគ្មានបទពិសោធន៍ការទូតពីមុនដែលអ្នកវិភាគមួយចំនួនបានដាក់រហស្សនាមថាបេសកជនសម្រាប់កិច្ចការគ្រប់យ៉ាងរបស់រដ្ឋបាលនេះរូបលោកត្រូវបានប្រគល់ភារកិច្ចឲ្យដំណើរការចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បន្ថែមពីលើការបញ្ចប់សង្គ្រាមនៅកាហ្សានិងអ៊ុយក្រែនដែលប្រទេសទាំងពីរនៅតែបន្តមានចំនួននៅឡើយបាទទូរទស្សនិកជនឥឡូវនេះយើងងាកមកកាន់បញ្ហារវាងអ៊ីរ៉ង់ជាមួយនឹងសហរដ្ឋអាមេរិកដោយផ្ទាល់នោះគឺតាក់ទងទៅនឹងបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលលោក Donald Trump មេដឹកនាំរបស់សហរដ្ឋអាមេរិកកំពុងតែជំរុញឲ្យអ៊ីរ៉ង់ធ្វើកិច្ចព្រមព្រៀងថ្មីជាមួយនឹងសហរដ្ឋអាមេរិកជាកិច្ចព្រមព្រៀងមួយដែលនឹងអាចឈានទៅគ្រប់គ្រងនៅកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលពិភពលោកជាពិសេសគឺទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិរបស់អង្គការសហប្រជាជាតិគឺកំពុងតែបារម្ភថាអ៊ីរ៉ង់កំពុងតែចម្រាញ់នៅសារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងកម្រិតមួយខ្ពស់ដែលអាចឈានទៅដល់ការផលិតជាអាវុធដែលជាក់ស្ដែងអ៊ីរ៉ង់តែងតែប្រកាសថាខ្លួនផលិតនេះក្នុងបំណងស៊ីវិលក្នុងបំណងសន្តិភាពប៉ុណ្ណោះមិនមែនក្នុងបំណងផលិតអាវុធនុយក្លេអ៊ែរអ្វីនោះទេប៉ុន្តែលោកខាងលិចពិសេសសហរដ្ឋអាមេរិកមិនដែលជឿជាក់លើបញ្ហានេះឡើយហើយជុំវិញរឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះគេក៏បានមើលឃើញថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះមន្ត្រីរបស់អ៊ីរ៉ង់និងសហរដ្ឋអាមេរិកក៏បានមានជំនួបពិភាក្សាគ្នាដោយការប្រើប្រាស់អន្តរការីឬក៏ហៅថាជាជំនួបដោយប្រយោលធ្វើឡើងនៅក្នុងប្រទេសអូម៉ង់ផងដែរជុំវិញរឿងនេះគឺអ៊ីរ៉ង់ស្នើឲ្យមានកិច្ចព្រមព្រៀង3ដំណាក់កាលមួយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មប្រភពការទូតនៅក្នុងទីក្រុងតេហេរ៉ង់បានប្រាប់សារព័ត៌មាន Iran International ថាប្រទេសអ៊ីរ៉ង់បានស្នើផែនការ3ដំណាក់កាលមួយដល់គណៈប្រតិភូអាមេរិកនៅក្នុងអំឡុងពេលកិច្ចពិភាក្សាក្នុងប្រទេសអូម៉ង់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនដែលបង្ហាញពីការដាក់កម្រិតលើប្រតិបត្តិការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផែនការនេះត្រូវបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ជាលាយលក្ខណ៍អក្សរទៅកាន់ប្រធានពិសេសរបស់អាមេរិកគឺលោក Steve Witkoff នៅក្នុងអំឡុងកិច្ចពិភាក្សារយៈពេល3ម៉ោងនៅអូម៉ង់ប្រភពការទូតបានប្រាប់ថាទីក្រុងតេហេរ៉ង់ស្នើឡើងថានៅក្នុងដំណាក់កាលដំបូងខ្លួននឹងកាត់បន្ថយជាបណ្ដោះអាសន្ននៅកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមមកត្រឹម 3.67% ជាថ្នូរនឹងការទទួលបានទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលអាមេរិកបង្កកនិងការអនុញ្ញាតឲ្យនាំចេញប្រេងប្រភពដដែលបានបន្តថានៅដំណាក់កាលទី2អ៊ីរ៉ង់នឹងបញ្ចប់ជាអចិន្ត្រៃយ៍នៃការចម្រាញ់អ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់និងស្ដារអធិការកិច្ចរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិប្រសិនបើអាមេរិកដកទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ហើយបានបញ្ចុះបញ្ចូលអង់គ្លេសអាល្លឺម៉ង់និងបារាំងកុំឲ្យយកទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដាក់លើក្រុងតេហេរ៉ង់ម្ដងទៀតនៅដំណាក់កាលទី3ហើយក៏ជាជំហានចុងក្រោយនៃផែនការនោះគឺបានអំពាវនាវឲ្យសភាអាមេរិកអនុម័តកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងឲ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មទាំងបឋមនិងបន្តបន្ទាប់ចេញឲ្យអស់គណៈអ៊ីរ៉ង់និងផ្ទេរឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់របស់ខ្លួនទៅកាន់ប្រទេសទី3ប្រភពសង្កត់ធ្ងន់ថាប្រធានាធិបតីអាមេរិកលោក Witkoff បានស្វាគមន៍សំណើដែលបង្ហាញដោយភាគីអ៊ីរ៉ង់នេះប៉ុន្តែមិនទាន់មានវឌ្ឍនភាពលម្អិតបន្ថែមទេអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានលើកឡើងថាខ្លួនគួរតែមានចំណែកឬក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមនៅក្នុងដំណើរការចរចារវាងអាមេរិកនិងអ៊ីរ៉ង់ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នេះលោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណុអន្តរជាតិបាននិយាយនៅថ្ងៃប្រហ័ស17មេសាសប្តាហ៍នេះថាអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN គួរតែដើរតួនាទីនៅក្នុងកិច្ចចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់និងអាមេរិកលោក Grossi ដែលបានទៅដល់ទីក្រុងតេហេរ៉ង់កាលពីថ្ងៃពុធ16មេសាបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi អំពីរបៀបដែលទីភ្នាក់ងារ IAEA របស់លោកអាចគ្រប់គ្រងការចរចានុយក្លេអ៊ែរអ៊ីរ៉ង់អាមេរិកប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ប្រសិនបើកិច្ចចរចាបរាជ័យថ្លែងជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Araghchi លោក Grossi បានសង្កត់ធ្ងន់កាលពីថ្ងៃពុធអំពីសារៈសំខាន់នៃការដោះស្រាយបញ្ហាតាមមាគ៌ាការទូតប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃប្រហ័សថាការពិភាក្សារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកជុំវិញកម្មវិធីនុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីក្រុងតេហេរ៉ង់គឺស្ថិតនៅក្នុងដំណាក់កាលសំខាន់ណាស់កាលពីឆ្នាំ2018លោកត្រាំបានដកសហរដ្ឋអាមេរិកចេញពីកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ2015រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកដែលនាំឲ្យអ៊ីរ៉ង់ដើរលើសពីដែនកំណត់នៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់កិច្ចព្រមព្រៀងនោះនិងកម្រិតការត្រួតពិនិត្យរបស់ IAEA កាលពីខែកុម្ភៈទីភ្នាក់ងារ IAEA បានចេញផ្សាយរបាយការណ៍មួយដែលនិយាយថាស្ថានភាពបច្ចុប្បន្នគឺមានក្តីបារម្ភខ្លាំងខណៈទីក្រុងតេហេរ៉ង់កំពុងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសុទ្ធដល់ទៅ 60% ដែលជិតឈានដល់កម្រិតផលិតគ្រាប់បែកនុយក្លេអ៊ែរ
ទីក្រុងតេអ៊ីរ៉ង់បានបដិសេធជាយូរហើយនៅក្នុងការស្វែងរកអាវុធនុយក្លេអ៊ែរទូរទស្សនិកជនងាកទៅកាន់ទំនាក់ទំនងរវាងរុស្ស៊ីនិងអ៊ីរ៉ង់នៅក្នុងពេលដែលអ៊ីរ៉ង់កំពុងតែមានការចរចាដោះស្រាយរឿងបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ជាមួយនឹងបញ្ហាទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់ទៅលើប្រទេសអ៊ីរ៉ង់នោះគឺរុស្ស៊ីហើយនិងអ៊ីរ៉ង់នេះក៏នៅបន្តមានការតាក់ទងគ្នាផងដែរក្នុងនោះមេដឹកនាំកំពូលអ៊ីរ៉ង់បានផ្ញើលិខិតតាមមន្ត្រីរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ីជូនទៅកាន់លោក Vladimir Putin មេដឹកនាំកំពូលរបស់រុស្ស៊ីមេដឹកនាំកំពូលអ៊ីរ៉ង់លោកអាលីកាមីណេបានបញ្ជូនរដ្ឋមន្ត្រីការប្រទេសរបស់លោកទៅកាន់ទីក្រុងមូស្គូរុស្ស៊ីនៅថ្ងៃប្រហ័ស17មេសាឆ្នាំ2025ម្សិលមិញនេះជាមួយនឹងលិខិតមួយច្បាប់សម្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដើម្បីសង្ខេបប្រាប់វិមានក្រឹមឡើងអំពីកិច្ចចរចានុយក្លេអ៊ែរជុំទី1នៅអូម៉ង់ជាមួយសហរដ្ឋអាមេរិកដែលបានគម្រាមវាយប្រហារអ៊ីរ៉ង់នេះប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមវាយប្រហារអ៊ីរ៉ង់ម្ដងហើយម្ដងទៀតនិងបន្តដំឡើងពន្ធដល់ប្រទេសទី3ដែលទិញប្រេងពីអ៊ីរ៉ង់ប្រសិនបើអ៊ីរ៉ង់មិនចុះកិច្ចព្រមព្រៀងជាមួយនឹងអាមេរិកជំវិញកម្មវិធីនុយក្លេអ៊ែរដែលមានចំនួនរបស់ខ្លួនទេនោះគណៈអាមេរិកក៏បានបញ្ជូនយន្តហោះចម្បាំងបន្ថែមទៅក្នុងតំបន់នេះរួចរាល់ហើយដែរមុនពេលកិច្ចចរចាជុំទី2ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងរ៉ូមនៅចុងសប្តាហ៍នេះរដ្ឋមន្ត្រីការប្រទេសអ៊ីរ៉ង់លោក Abbas Araghchi បាននិយាយកាលពីថ្ងៃពុធថាសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមគឺមិនអាចចរចាទេប្រមុខការទូតរូបនេះក៏បាននិយាយថាលោកកំពុងបញ្ជូនលិខិតមួយច្បាប់ទៅកាន់លោកពូទីនដែលនិយាយអំពីបញ្ហាតំបន់និងទ្វេភាគីប៉ុន្តែមិនបញ្ជាក់ខ្លឹមសារលម្អិតឡើយរុស្ស៊ីដែលជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ក្រុងតេអ៊ីរ៉ង់ដើរតួនាទីសំខាន់នៅក្នុងការចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាមួយលោកខាងលិចក្នុងនាមជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសិទ្ធិវេតូនិងជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរពីមុនដែលលោកត្រាំបានបោះបង់ចោលនៅក្នុងអាណត្តិដំបូងរបស់ខ្លួននៅក្នុងឆ្នាំ2018រុស្ស៊ីបាននិយាយរួចហើយថារាល់ការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់នឹងក្លាយជារឿងខុសច្បាប់និងមិនអាចទទួលយកបានទេលោកសេរីមនៅថ្ងៃនេះយើងបន្តតាមដានពីស្ថានភាពសេដ្ឋកិច្ចរបស់សកលលោកដែលមានការវិវត្តពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែភាពតានតឹងពាណិជ្ជកម្មកើតឡើងពីការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ទៅលើបណ្ដាប្រទេសនានាហើយក៏មានការសងសឹកវិញមួយចំនួនផងដែរប៉ុន្តែអ្វីដែលជាការកត់សម្គាល់មួយជ្រុងទៀតត្រូវបានលើកឡើងពីIMF ឬក៏មូលនិធិរូបិយវត្ថុអន្តរជាតិដែលមានការបញ្ជាក់ថាតាមពិតទៅបើមើលទៅលើសេដ្ឋកិច្ចជាក់ស្ដែងមិនប៉ះពាល់ខ្លាំងប្រហែលទេហើយសេដ្ឋកិច្ចកំពុងតែដំណើរការទៅល្អទេប៉ុន្តែគ្រាន់តែបារម្ភពីពេលខាងមុខចំពោះអនុភាពសេដ្ឋកិច្ចនេះចំពោះការលើកឡើងរបស់ IMF នេះថាតើគេមានអំណាងបែបណាហេតុអីបានជាលើកឡើងថាសេដ្ឋកិច្ចរបស់សកលលោកហាក់មិនទាន់រងនៅផលប៉ះពាល់ខ្លាំងនោះលោកស្រីបាទបើតាមការលើកឡើងរបស់លោកស្រី Kristalina Georgieva ដែលជាប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រីបានបញ្ជាក់ទៅលើហេតុផល3យ៉ាងសំខាន់ចំណុចទី1ថ្មីត្បិតតែសង្គ្រាមពាណិជ្ជកម្មត្រូវបានបំផុសឡើងដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ក្នុងរយៈពេលប្រមាណខែកន្លងមកនេះគឺមិនទាន់មានផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចសកលទេដោយថាចំណុចទី1ដោយសារតែសង្គ្រាមពាណិជ្ជកម្មវាទើបតែនឹងចាប់ផ្ដើមហើយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump នេះមើលទៅក៏ហាក់ដូចជាគ្មានគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងពន្ធនាំចូលពីប្រទេសនានានៅទូទាំងពិភពលោកទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកដែរដោយលោកត្រាំធ្វើអ្វីហាក់ដូចជាស្រេចតែចិត្តដូចជាការដំឡើងពន្ធនាំចូលផលិតផលនានាពីប្រទេសចិនចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះរដ្ឋបាលរបស់លោកត្រាំបានដំឡើងពន្ធនាំចូលពីចិនរហូតដល់ទៅ 245%ដូច្នេះមានន័យជាតម្លៃពន្ធខ្ពស់មែនទែនហើយការដំឡើងពន្ធពីប្រទេសចិននេះគឺហាក់ដូចជាធ្វើទៅតាមតែអំពើចិត្តដូច្នេះបើតាមលោកស្រី Kristalina Georgieva ថានេះមានភាពមិនច្បាស់លាស់ក្នុងការដំឡើងពន្ធហើយក៏លោកត្រាំមិនទាន់ធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលដែរចំណុចទី2គឺដោយសារតែចរន្តសេដ្ឋកិច្ចថ្មីត្បិតតែប្រធានាធិបតីរបស់សហរដ្ឋអាមេរិកប្រកាសពន្ធទាំងពន្ធកាតព្វកិច្ចទាំងពន្ធបដិការសម្រាប់ប្រទេសនៅទូទាំងពិភពលោកមែន
ប៉ុន្តែចរន្តពាណិជ្ជកម្មនៅពេលបច្ចុប្បន្នមិនទាន់មានផលប៉ះពាល់ទេគ្រាន់តែមានភាពរអាក់រអួលតែចរន្តពាណិជ្ជកម្មជាលក្ខណៈសកលមិនទាន់មានផលប៉ះពាល់ដោយសារតែសង្គ្រាមពាណិជ្ជកម្មនេះទេហើយចំណុចទី3នោះគឺដោយសារតែកំណើនសេដ្ឋកិច្ចសកលមិនប៉ះពាល់គឺដោយសារតែប្រទេសនានានៅទូទាំងពិភពលោកនេះមិនទាន់ទទួលរងផលប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្មហើយពិភពលោកហាក់ដូចជាបត់បែនទៅតាមអ្វីដែលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានធ្វើអញ្ចឹងទាំង3ចំណុចនេះហើយបានជាប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបញ្ជាក់ថាផលប៉ះពាល់ធ្ងន់ធ្ងរលើកំណើនសេដ្ឋកិច្ចសកលមិនទាន់មានទេទោះបីជាមានសង្គ្រាមពាណិជ្ជកម្មយ៉ាងណាក៏ដោយនោះបាទប៉ុន្តែយ៉ាងណាក៏ដោយក៏នៅតែមានក្តីបារម្ភសម្រាប់អនុភាពនៃសេដ្ឋកិច្ចនៅពេលខាងមុខនេះដែរថាតើបន្ថែមពីលើនោះ IMF បានលើកឡើងយ៉ាងដូចម្តេចខ្លះដែរបាទលោកស្រី Kristalina Georgieva ដដែលបានបញ្ជាក់ថាកំណើនសេដ្ឋកិច្ចនៅពេលខាងមុខនេះវាមានភាពមិនច្បាស់លាស់វា uncertainty វាមានភាពមិនច្បាស់លាស់នៅត្រង់ថាគេវាស់ស្ទង់កំណើនសេដ្ឋកិច្ចសកលទៅតាមសន្ទុះនៃការធ្វើពាណិជ្ជកម្មគេហៅសកលភាវូពាណិជ្ជកម្មនៃពាណិជ្ជកម្មសកលនឹងកម្លាំងចលករនៃពាណិជ្ជកម្មប៉ុណ្ណាទំហំនៃការលូតលាស់សេដ្ឋកិច្ចនឹងវាប៉ុណ្ណឹងដែរហើយដល់ពេលសហរដ្ឋអាមេរិកដែលជាមហាអំណាចសេដ្ឋកិច្ចលេខ1នៅលើពិភពលោកប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលេខ2នៅលើពិភពលោកមានអរិភាពជាមួយគ្នាមានភាពតានតឹងជាមួយគ្នាខាងផ្នែកសេដ្ឋកិច្ចដូច្នេះហើយបានជាការវាស់ស្ទង់កំណើនសេដ្ឋកិច្ចសកលនឹងមិនទាន់មានភាពច្បាស់លាស់ទេហើយចំពោះផលប៉ះពាល់ជៀសមិនរួចទេលោកស្រី Kristalina Georgieva ក៏បញ្ជាក់ដែរថាបញ្ជុចំពោះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចសកលនឹងទំនងជាជៀសមិនរួចទេគ្រាន់តែថាទំហំប៉ះពាល់នឹងក៏មិនជាធ្ងន់ធ្ងរដែរប៉ុន្តែដោយសារតែកំណើនសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់នឹងហើយបានជាការវាស់ស្ទង់ពីផលប៉ះពាល់នឹងវាមិនបានអញ្ចឹងហើយបានជានៅពេលបច្ចុប្បន្ននេះថ្មីត្បិតថាផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចសកលមិនមានធំធេងមែនប៉ុន្តែកំណើនសេដ្ឋកិច្ចស្ថិតនៅក្នុងភាពមិនច្បាស់លាស់ដែលคล้ายជាក្តីបារម្ភទៅលើក្រមខាងហិរញ្ញវត្ថុអន្តរជាតិជាលក្ខណៈអន្តរជាតិនឹងមានទាំងធនាគារពិភពលោកមូលនិធិរូបិយវត្ថុអន្តរជាតិទាំងអង្គការពាណិជ្ជកម្មពិភពលោកជាដើមក៏បង្ហាញពីក្តីបារម្ភពីផលប៉ះពាល់ពីព្រោះនៅឆ្នាំ2025នេះទោះមិនមានផលប៉ះពាល់ក៏ដោយក៏នៅពេលខាងមុខជៀសមិនរួចនឹងមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មដែលបំផុសឡើងដោយប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនឹងបាទជាការពិតនៅពេលនេះពីអង្គការអន្តរជាតិនានាកំពុងតែព្យាករណ៍មើលទៅលើផលប៉ះពាល់សេដ្ឋកិច្ចជាបណ្ដាក្រោយការតម្លើងពន្ធរបស់លោកដូណាល់ត្រាំជាក់ស្ដែងដូចជា IMF នេះជាដើមដែលបានព្យាយាមតាមដានថាតើក្រៅតែពីការតាមដានអង្គការអន្តរជាតិទាំងនេះនឹងមានការហៅថាការរៀបចំជាយុទ្ធសាស្ត្ររបស់ខ្លួនបែបណាដើម្បីទប់ទល់ជាមួយនឹងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចនៅពេលខាងមុខនេះទៀតលោកស្រីបាទចំពោះស្ថាប័នហិរញ្ញវត្ថុធំជាលក្ខណៈអន្តរជាតិគឺមិនមានយុទ្ធសាស្ត្រអ្វីក្រៅតែពីក្រើនរំលឹកក្រៅតែពីនិយាយអំពីផលប៉ះពាល់ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មនេះទេចំពោះស្ថាប័នទាំងនោះគ្រាន់ថាការកាត់បន្ថយអត្រាការប្រាក់ឬក៏រកយុទ្ធសាស្ត្រទប់ស្កាត់អំពីលំហូររូបិយប័ណ្ណជាដើមហ្នឹងគឺមានតែប៉ុណ្ណឹងហើយនឹងផ្ដល់ជាអនុសាសន៍ផ្ដល់ជាយោបល់ដល់មេដឹកនាំនៃប្រទេសនានាកុំឲ្យសងសឹកគ្នាលក្ខណៈធ្ងន់ធ្ងរក្នុងសង្គ្រាមពាណិជ្ជកម្មប៉ុន្តែបើនិយាយទៅដូចជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំគឺលោកហាក់ដូចជាមិនអើពើនឹងយោបល់របស់ក្រមសេដ្ឋវិទូអន្តរជាតិមិនអើពើទៅនឹងយោបល់របស់មន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក WTO ដែលបានផ្ដល់ជាគំនិតផ្ដល់ជាអនុសាសន៍ទៅដល់លោកត្រាំនោះលោកមិនអើពើទេបាទអ្វីដែលជាគោលដៅរបស់ប្រធានាធិបតីអាមេរិករូបនេះត្រូវធ្វើគឺលោកនៅតែធ្វើដដែលដូច្នេះដែលក្តីរំពឹងនោះស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏ដូចជា
អង្គការពាណិជ្ជកម្មពិភពលោក WTO ជាដើមនោះគឺហាក់ដូចជាមិនមានទឹកមាត់ប្រៃក្នុងការនិយាយបញ្ចុះបញ្ចូលប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Donald Trump ក៏ដូចជាមេដឹកនាំនៃប្រទេសនានានៅទូទាំងពិភពលោកកុំឲ្យសងសឹកគ្នាក្នុងសង្គ្រាមពាណិជ្ជកម្មតាមរយៈការដំឡើងពន្ធនាំចូលពីគ្នាទៅវិញទៅមកនោះទេគឺអញ្ចឹងមានន័យថាវាអាស្រ័យទៅលើប្រទេសផ្សេងជាពិសេសប្រទេសមហាអំណាចទាំងពីរនៅលើពិភពលោកគឺសហរដ្ឋអាមេរិកនិងប្រទេសចិននេះឯងដូច្នេះការត្រៀមខ្លួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនានានៅជាលក្ខណៈអន្តរជាតិគឺគ្រាន់តែត្រៀមខ្លួនបំរុងទុកជាមុនក្រែងមានផលប៉ះពាល់ណាមួយដល់កំណើនសេដ្ឋកិច្ចពិភពលោកឬក្នុងស្ថាប័នរបស់ខ្លួនផ្ទាល់ដោយមិនអាចទៅហាមឃាត់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមិនឲ្យឬក៏ឲ្យបញ្ចប់មហិច្ឆតាដំឡើងពន្ធនាំចូលពីប្រទេសនានាទៅកាន់សហរដ្ឋអាមេរិកនោះទេបាទយើងនឹងតាមដានពីផលប៉ះពាល់បន្តទៅទៀតទោះបីជានៅពេលនេះសេដ្ឋកិច្ចសកលជាក់ស្ដែងមិនទាន់រងផលប៉ះពាល់ខ្លាំងប៉ុន្តែទៅមុខទៀតគឺគេមើលឃើញអំពីការព្យាករណ៍មួយចំនួនតាក់ទងជាមួយនឹងអនុភាពសេដ្ឋកិច្ចជាពិសេសនោះគឺផលប៉ះពាល់ទៅលើអ្នកប្រើប្រាស់ផ្ទាល់ដែលទំនិញនឹងឡើងថ្លៃខ្ពស់កប់ពពកបន្ទាប់ពីការដំឡើងពន្ធនេះ